ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេណាវីថ្ងៃនេះនាងខ្ញុំនឹងឡើងសង្ខេបតាក់ទងជាមួយនឹងមេរៀនទី5គឺការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ឬក៏គេហៅថា embedded summative assessment ចាតើតើជាមួយនៅចំណុចនេះផងដែរគឺមានមេត្តាទី1ប្រភេទនៃការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ទី2ការផ្ដល់ព័ត៌មានត្រឡប់ទី3ការកែលម្អការបង្រៀនចាឥឡូវនេះយើងចូលចំណុចទី1ប្រភេទចាប់ប្រភេទអញ្ចឹងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងទី1មានប្រភេទទី2ព័ត៌មានត្រឡប់ទី3ការកែលម្អការបង្រៀនអញ្ចឹងតកតងជាមួយនឹងប្រភេទនៃការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងអញ្ចឹងតកតងជាមួយនឹងមុនពេលវិតម្លៃជាមានលំហាត់មានរចនាសម្ព័ន្ធនិងបរិយាតេស្តចម្ដៅមួយវិញទៀតតកតងមួយគឺការផ្ទះសំណួរខ្លីៗនិងតេស្តកិច្ចការនៅក្នុងថ្នាក់ការកែលម្អគំរូការប្រឡងចូលឆ្នាំឬគឺគេហៅថាឆមាសមួយវិញទៀតតកតងជាមួយនឹងឧបករណ៍ digital ជាដើមចាតកតងជាមួយនឹងព័ត៌មានត្រឡប់មានប្រភេទមានរបៀបនៃការចែកចាយការសន្មត់ជាមុនគិតជាពេលវេលាការឆ្លើយតបរបស់សិស្សចាតកតងជាមួយនឹងការកែលម្អការបង្រៀនមានការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដែលមានអន្តរាគមន៍ចាការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សមួយវិញទៀតវឌ្ឍនភាពសិក្សារបស់សិស្សនិងគំរូការបង្រៀនសាចុះសារឡើងច្រើនដងចាអញ្ចឹងយើងចូលចំណុចទី1គឺតើតើជាមួយនឹងប្រភេទនៃការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ចាអញ្ចឹងតើតើជាមួយលំហាត់ដែលមានរចនាសម្ព័ន្ធអញ្ចឹងលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សមានការថប់អារម្មណ៍ចឹងមានថាយើងដាក់លំហាត់ណាដែលងាយស្រួលក្នុងការឲ្យគាត់ធ្វើចឹងទៅបានគាត់គេហៅថាគាត់មានចំណាប់អារម្មណ៍ក្នុងការធ្វើក៏ដូចជាគាត់អត់ធ្វើឲ្យគាត់ហ្នឹងគេហៅថាមានការធុញថប់អីជាដើមចាអញ្ចឹងសរសេរអំពីថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេឬអំពីរបស់ពួកគេឬអំពីអ្វីរបស់ពួកគេចឹងទៅមួយទៀតល្បែង digital បទបង្ហាញផ្ទាល់មាត់ចឹងយើងដូចឧទាហរណ៍ថាយើងពេលរៀនទៅយើងមានការបច្ឆេទក្នុងការឈប់សម្រាកចឹងក៏ធ្វើឲ្យគាត់គេហៅថាគាត់អត់មានអារម្មណ៍ធុញថប់អីផងដែរចាហើយចំណុចខតើតើយើងបរិយាតេស្តចាអញ្ចឹងបរិយាតេស្តហ្នឹងគឺផ្ដល់ព័ត៌មានអំពីអ្វីដែលសិស្សដឹងនិងមិនដឹងឬអ្វីដែលពួកគេអាចធ្វើបានឬមិនអាចធ្វើបានអញ្ចឹងយើងមានបរិយាតេស្តមួយដើម្បីឲ្យគាត់ធ្វើតេស្តគឺដើម្បីចង់ដឹងពីសមត្ថភាពរបស់គាត់ថាតើមេរៀននេះគាត់ចេះបានប៉ុន្មានហើយគាត់ធ្វើមិនបានប៉ុន្មានអញ្ចឹងទៅចាអញ្ចឹងមួយវិញទៀតតើតើជាមួយកិច្ចការផ្ទះចាអញ្ចឹងតកតងជាមួយនឹងកិច្ចការផ្ទះនេះផងដែរគឺយើងផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងនិងជំនាញដែលបានរៀនអញ្ចឹងជាទូទៅគឺនៅពេលដែលយើងរៀនមេរៀនមួយគឺយើងនឹងមានឬក៏ចំណុចមួយអញ្ចឹងគឺយើងតែងតែមានកិច្ចការផ្ទះឲ្យគាត់គឺដើម្បីដឹងថាគាត់យកទៅធ្វើនៅផ្ទះហើយយើងចង់ដឹងថាតើនៅពេលដែលត្រឡប់មកវិញកិច្ចការផ្ទះដែលយើងដាក់ទៅហ្នឹងគឺគាត់ធ្វើបានអត់ចាអញ្ចឹងនៅពេលដែលគាត់ធ្វើបានគឺយើងសន្មត់ថាឬក៏យើងវាតម្លៃបានថាចំណុចហ្នឹងគឺគាត់ចេះហើយចាមួយវិញទៀតពង្រីកនៅពិភាក្សាលម្អិតពីការសិក្សារបស់សិស្សចាអញ្ចឹងយើងត្រូវតែពង្រឹងចំណេះដឹងរបស់គាត់បន្ថែមជារៀងរាល់ថ្ងៃចាមួយវិញទៀតពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលនិងក្រុមចាអញ្ចឹងយើងដឹងហើយនៅពេលដែលយើងបង្រៀនសិស្សមួយថ្នាក់ហ្នឹងគឺយើងដឹងហើយថាសមត្ថភាពកូននេះបែបណាកូននេះបែបណាឬក៏ក្រុមហ្នឹងនៅពេលដែលយើងដាក់ជាក្រុមយ៉ាងទៅថាតើក្រុមមួយនេះគាត់ធ្វើបានអត់គាត់ធ្វើត្រូវបានប្រមាណភាគរយឬក៏គេហៅថាខុសប្រមាណភាគរយអញ្ចឹងទៅយើងជួយកែតម្រូវគាត់ចាមួយវិញទៀតតើតើជាមួយនឹងកិច្ចការក្នុងថ្នាក់ចាអញ្ចឹងកិច្ចការក្នុងថ្នាក់និងសកម្មភាពផ្សេងផ្សព្វផ្សាយនឹងតាមដានការអនុវត្តរបស់សិស្សព្រមទាំងផ្ដល់ព័ត៌មានត្រឡប់ជាក់លាក់និងភ្លាមជាញឹកញាប់ដោយមានជំនួយនិងប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ digital ចាអញ្ចឹងយើងដឹងស្រាប់ហើយនៅពេលដែលយើងរៀនចំណុចមួយយ៉ាងទៅគឺយើងតែងតែមានកិច្ចការចាសំទោសគឺយើងតែងតែមានលំហាត់ឲ្យគាត់ធ្វើឬក៏គាត់ឲ្យធ្វើជាបុគ្គលឬក៏ធ្វើជាក្រុមអញ្ចឹងឧទាហរណ៍ថានៅពេលដែលគាត់ធ្វើត្រូវយើងអបអរសាទរគាត់តែនៅពេលដែលគាត់ធ្វើខុសគឺយើងកែតម្រូវឲ្យគាត់ភ្លាមហើយយើងប្រាប់ព័ត៌មានជាក់លាក់ទៅកាន់គាត់
ចាមួយវិញទៀតតកតងជាមួយនឹងសំណួរខ្លីៗនិងសំណួរតែចាអញ្ចឹងតកតងជាមួយនឹងសំអាងលើឯកសារដែលសិស្សបានរៀនអញ្ចឹងសំណួរខ្លីៗឧទាហរណ៍ថាយើងដាក់សំណួរ10សំណួរឲ្យគាត់អញ្ចឹងឲ្យគាត់យកទៅមើលបន្តមកយើងអាចធ្វើតេស្តគាត់សំណួរខ្លីៗឬក៏សួរគាត់បន្តមកក៏បានដែរចាមួយវិញទៀតជូនដំណឹងពីការអនុវត្តចំណេះដឹងនិងបំរើក្នុងពេលបច្ចុប្បន្នរបស់សិស្សចាអញ្ចឹងចំណេះដឹងមកចាអញ្ចឹងនៅពេលដែលគាត់រៀនចឹងទៅគឺយើងអាចនៅពេលដែលគាត់រៀនយឺតយើងអាចផ្ដល់គេហៅថាជូនដំណឹងទៅអាណាព្យាបាលថាកូនរបស់បងគាត់រៀននៅយឺតចឹងឲ្យគាត់ជួយបំពេញបន្ថែមចាចាំមួយវិញទៀតតទៅជាមួយលទ្ធផលនៃសំណួរខ្លីៗនិងសំណួរតែច្រើនសំទោសប្រើសម្រាប់ផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សនិងកែលម្អការបង្រៀនអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងរៀនមេរៀននឹងមួយបន្ទាប់មកសិស្សអត់មានទទួលបានអីសោះចាអញ្ចឹងយើងត្រូវតែកែលម្អការបង្រៀនរបស់យើងឲ្យសិស្សហ្នឹងគាត់ទទួលបានចំណេះដឹងក៏ដូចជាគេហៅថាបំណិនអីផ្សេងចាតកតងមួយវិញទៀតការវិតម្លៃរួមគ្នាចាអញ្ចឹងការវិតម្លៃរួមគ្នាហ្នឹងការរៀបចំការវិតម្លៃជាមួយគ្រូដែលជាសហការីចាអញ្ចឹងគ្រូគាត់ជាអ្នកវិតម្លៃថាតើកូនហ្នឹងគាត់ការសិក្សារបស់គាត់យ៉ាងម៉េចដែរចាមួយវិញទៀតការវិតម្លៃសិស្សទាំងអស់រួមគ្នាចាអញ្ចឹងតកតងជាមួយនឹងការវិតម្លៃចាសំទោសចាអញ្ចឹងយើងចូលចំណុចមួយទៀតគឺការវិតម្លៃវឌ្ឍនភាពរបស់សិស្សចាអញ្ចឹងវឌ្ឍនភាពមានថាភាពរីកចម្រើនរបស់សិស្សចាចាអញ្ចឹងយើងដឹងហើយយើងថាចុងក្រងឯកសារនៅអ្វីដែលសិស្សបានរៀនកន្លងមកក្នុងរយៈពេលណាមួយចាអញ្ចឹងយើងដឹងហើយអញ្ចឹងនៅពេលដែលគាត់រៀនទៅគាត់គេហៅថាការរីកចម្រើនរបស់គាត់ឬក៏គាត់មិនបានរីកចម្រើនអ្វីទេគឺយើងអាចជួយណែនាំគាត់បន្ថែមចាអញ្ចឹងឥឡូវយើងចូលចំណុចទី2ការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់ចាអញ្ចឹងតកតងជាមួយនេះចំណុចនេះផងដែរគឺការសិក្សាប្រកបដោយសមត្ថភាពចាអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពហ្នឹងយ៉ាងម៉េចចាអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពហ្នឹងមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយជំនួសមកវិញជាមួយនឹងការបង្រៀនឆ្លើយតបជាមួយភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យក្នុងមុខវិជ្ជាសិក្សាចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរគឺយើងត្រូវតែបង្រៀនសិស្សទាំងអស់ចាអញ្ចឹងតកតងជាមួយនឹងមិនថាវិធីសាស្ត្របង្រៀនមិនថាការឆ្លើយតបទៅនឹងអ្វីផ្សេងទេចាមួយវិញទៀតតកតងជាមួយនឹងការឆ្លើយតបដោយមានអន្តរាគមចាអញ្ចឹងពិនិត្យតាមដានសិស្សដោយចិត្តដិតនឹងជាប្រចាំដើម្បីផ្ដល់ការអន្តរាគមអញ្ចឹងយើងត្រូវតែតាមដានគាត់ថាថ្ងៃហ្នឹងគាត់រៀនអ្វីឧទាហរណ៍ថាគាត់ប្រឡងប្រចាំខែអញ្ចឹងខែនេះគាត់ទទួលបានបន្ទុកតិចអញ្ចឹងយើងខែក្រោយយើងត្រូវតែប្រាប់គាត់ថាឲ្យគាត់ខំប្រឹងរៀនបន្ថែមហើយយើងតាមដានគាត់រហូតចាមួយវិញទៀតតកតងជាមួយនឹងពិនិត្យតាមដានអន្តរាគមថាតើត្រូវមានការផ្លាស់ប្ដូរឬកែលម្អឬអត់ចាអញ្ចឹងដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងនៅពេលដែលយើងតាមដានគាត់ទៅគឺយើងដឹងហើយថាតើនៅពេលដែលគាត់មិនទទួលបានអ្វីសោះយើងត្រូវតែមានការផ្លាស់ប្ដូរតែបើគាត់គេហៅថាគាត់ទទួលបានលទ្ធផលល្អហើយយើងត្រូវតែកែលម្អការគេហៅថាការល្អរបស់គាត់នឹងឲ្យរឹតតែល្អទៀតចាហើយមួយវិញទៀតតកតងជាមួយនឹងការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សចាអញ្ចឹងចំណុចនេះផងដែរគឺឆ្លើយតបសិស្សដែលខុសគ្នារួមមានធាតុ5ទី1តកតងជាមួយនឹងបរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3ការវាតម្លៃទី4ការបង្រៀននិងរៀនហើយនិងទី5ការគ្រប់គ្រងសិស្សក្នុងថ្នាក់រៀនចាអញ្ចឹងមួយវិញទៀតតកតងជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សចាអញ្ចឹងវឌ្ឍនភាពសិក្សារបស់សិស្សហ្នឹងជាផែនទីក្នុងកំឡុងពេលវេលាណាមួយដើម្បីផ្ដល់ពីព័ត៌មានអ្វីខ្លះដែលត្រូវបានប្រមូលពីការយល់ដឹងរបស់សិស្សនិងឆ្លើយតបជាមួយនឹងការកែលម្អគេហៅថាការបង្រៀនដែលចាំបាច់ចាអញ្ចឹងវឌ្ឍនភាពរីកចម្រើនអញ្ចឹងយើងត្រូវតែកែលម្អការបង្រៀនរបស់យើងជាចាំបាច់បំផុតដើម្បីឲ្យការសិក្សារបស់គាត់នឹងកាន់តែមានភាពរីកចម្រើន
ចាហើយមួយវិញទៀតធ្វើឲ្យគ្រូអាចបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សនិងដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវិតម្លៃការអនុវត្តប្រកបដោយភាពជោគជ័យរបស់សិស្សក្នុងជំហាននីមួយៗផងដែរចាហើយមួយវិញទៀតតកតងជាមួយនឹងការកែលម្អការបង្រៀនសារចុះសារឡើងចាអញ្ចឹងវាមានគេហៅថាមាន2កន្លងចាទី1ប្រភេទទី1ទៀតគឺឧទាហរណ៍អញ្ចឹងឧទាហរណ៍ប្រភេទម៉េចការអានបន្ថែមចឹងតកតងជាមួយនឹងការអានបន្ថែមហ្នឹងគឺយើងអានអត្ថបទបន្ថែមអំពីខ្លឹមសារមុខវិជ្ជាដែលមានបញ្ហាចឹងឧទាហរណ៍ថាខ្ញុំអត់ចេះភាសាខ្មែរខ្ញុំអត់ចេះវេយ្យាករណ៍ចឹងខ្ញុំត្រូវតែវេយ្យាករណ៍ឧទាហរណ៍ថាខ្ញុំអត់ចេះពីនាមចាអញ្ចឹងខ្ញុំត្រូវតែទៅមើលតកតងមួយមុខវិជ្ជាភាសាខ្មែរហ្នឹងចំណុចដែលគេហៅថាវេយ្យាករណ៍ហ្នឹងហើយអំពីនាមទៀតថាតើមិនបានខ្ញុំអត់យល់អញ្ចឹងនៅពេលដែលខ្ញុំអត់យល់គឺខ្ញុំត្រូវតែរៀនសារចុះសារឡើងច្រើនដងដើម្បីឲ្យដើម្បីឲ្យការមិនយល់របស់ខ្ញុំហ្នឹងគឺមានភាពរីកចម្រើនហើយគេហៅថាចេះឬក៏ចាំឬក៏យល់តាមអ្វីដែលយើងអាចធ្វើបានចាមួយវិញទៀតតកតងជាមួយនឹងការបង្រៀនជាបុគ្គលចាអញ្ចឹងការបង្រៀនជាបុគ្គលហ្នឹងធ្វើការជាមួយសិស្សម្នាក់ដើម្បីរកហេតុផលបន្ថែមដែលតកតងនឹងខ្លឹមសារដែលគាត់បានរៀនរួចចាអញ្ចឹងឧទាហរណ៍ថាសិស្សកហ្នឹងគាត់អត់តន់យល់អំពីគុណនាមទេឧទាហរណ៍គុណនាមអញ្ចឹងយើងត្រូវតែសួរទៅកាន់គាត់ថាសួរគាត់ថាតើកូនអត់តន់យល់ពីចំណុចណាតើកូនមានអ្វីចង់ឲ្យគ្រូបន្ថែមអត់អញ្ចឹងនៅពេលដែលគាត់តែយើងក៏ដឹងពីសមត្ថភាពរបស់គាត់ដែរថាតើគាត់អត់យល់ពីគុណនាមហ្នឹងដោយសារអីចាអញ្ចឹងឲ្យគាត់មើលអំពីគុណនាមហ្នឹងឲ្យបានច្រើនសារទៅសារមកអញ្ចឹងទៅគឺមានឧទាហរណ៍ជាក់ស្ដែងអ្វីផ្សេងទៅគឺគាត់ធ្វើឲ្យគាត់នឹងចាំតកតងជាមួយគុណនាមហ្នឹងហើយចាអញ្ចឹងចំណុចតកតងជាមួយនឹងមេរៀនទី5គឺបានបញ្ចប់ចាសូមអរគុណលោកគ្រូ